បាទជំរាបសួរពុកម៉ែបងប្អូននេះមកបង្រៀនពីរបៀបប្រើចក្រានប្រេងបាទគឺយើងបហូរប្រេងដាក់ក្នុងកន្លហើយជាកន្លះថ្នាំងដៃទៅហើយយើងញាត់กระดาษជូតមាត់ចូលបាទញាត់ហើយយើងរុញវាឲ្យសើមប្រេងបន្តិចហើយនៅឲ្យសល់នៅចុងกระดาษជូតមាត់ស្លឹកអញ្ចឹងទៅហើយយើងចាប់ផ្ដើមដុតกระดาษបាទដុតกระดาษយើងឲ្យវាឆេះជុំវិញកន្លចាប់ផ្ដើមវាឆេះជុំវិញកន្លហើយដូចក្នុងវីដេអូអញ្ចឹងហើយយើងចាប់ផ្ដើមបើកដង្ហើលមកអស់បាទបើកមកអស់សិនទៅបើកវ៉ូលីមហ្នឹងឲ្យអស់ឲ្យវាឆេះល្អហើយក្តៅកន្លហើយយើងអាចបន្ថយសេរីវ៉ូលីមហ្នឹងឲ្យមកល្មមដែលយើងត្រូវការបានយើងតម្រូវការភ្លើងខ្លាំងភ្លើងខ្សោយយើងអាចបន្ថយវ៉ូលីមហ្នឹងទៅតាមជាក់ស្ដែងដែលយើងប្រើប្រាស់ហើយប្រភេទចក្រានខាងយើងគឺធានាភ្លើងបាញ់ Q ស្អាតដូចចក្រានប្រើផ្ទះដែរហើយប្រើប្រេងម៉ូតូចាស់ចំណាយតិចបំផុតហើយមិនហានិភ័យចំណេញថវិកាច្រើនបាទហើយជាក់ស្ដែងពុកម៉ែបងប្អូនមើលជាក់ស្ដែងខ្លួនឯងបាទគឺប្រភេទចក្រានខាងយើងគឺប្រើកឡដែកក្រាស់ហើយភ្លើងវិញគឺធានាភ្លើងខៀវជូនម៉ួយបាទដូចវីដេអូជាក់ស្ដែងយើងអត់អាច edit វីដេអូបានទេគឺយើងធានាភ្លើងខៀវជូនម៉ួយបាទគឺថតជាក់ស្ដែងឲ្យម៉ួយមើលគឺប្រភេទចក្រានព្រីខាងយើងគឺខៀវបាទហើយនេះគឺយើងសាកឲ្យម៉ួយដាក់ផ្ញើទៅតាមបណ្ដាខេត្តបាទមុនយើងដាក់ផ្ញើគឺយើងតេស្តជាក់ស្ដែងអញ្ចឹងឲ្យម៉ួយភ្លើងឆេះស្អាតភ្លើងខៀវបានយើងដាក់ផ្ញើជូនម៉ួយมันចេះតែផ្ញើឲ្យតែរួចពីដៃទេបាទគឺយើងធ្វើមិនឲ្យភ្ញៀវយកទៅគឺស្រួលប្រើបាទហើយប្រភេទចក្រាននេះយើងអាចបន្ថយភ្លើងខ្លាំងភ្លើងខ្សោយទៅតាមតម្រូវការពុកម៉ែបងប្អូនយើងអាចផ្ងំបាយផ្ងំអីបានគឺយើងបន្ថយវ៉ូលីមវាឲ្យនៅសល់ត្រឹមតែ3កាំឬក៏4កាំយើងអាចដាំបាយបានបាទគឺអាចដាំបាយបានគឺបន្ថយឲ្យអស់បាទនេះគឺពេលយើងបន្ថយអស់ទៅភ្លើងវានៅរឹមអញ្ចឹងបាទយើងទុក3កាំ4កាំទៅគឺយើងអាចផ្ងំបាយបានហើយពេលដែលយើងឈប់ប្រើយើងមានវ៉ានមួយគឺយើងបិទវ៉ានប្រេងហើយយើងបិទដង្ហើលហើយយើងមានកម្របមួយទៀតគឺសម្រាប់បិទបលុតវាតែម្ដងបាទអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូន